បាទសូមគោរពនឹងជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនាំយកនៅអត្ថបទសារព័ត៌មានមួយដោយសារតែមិនយល់ពាក្យនេះទើបលោកគ្រូជោគជ័យប៊ុនផាកបានចូលទៅបំភ្លឺនៅស្នងការនគរបាលរាជធានីភ្នំពេញពុកម៉ែបងប្អូនទាំងអស់គ្នាលោកគ្រូជោគជ័យប៊ុនរស្មីហៅប៊ុនផាកបានចូលទៅបំភ្លឺនៅស្នងការឋាននគរបាលរាជធានីភ្នំពេញហើយកាលអំពីថ្ងៃទី21ខែមីនាឆ្នាំ2025នេះពាក់ព័ន្ធទៅនឹងករណីផ្សាយព័ត៌មានបំភ្លេចការពិតលើបណ្ដាញសង្គមដោយប្រើប្រាស់ពាក្យថាកំចាត់ក្មេងទំនើងនិងចោលប្លន់ឲ្យបានទៅទើបអាចនិយាយថាយើងមានសន្តិភាពលោកគ្រូជោគជ័យដែលមានឈ្មោះថាប៊ុនរស្មីហៅប៊ុនផាកបានចូលទៅឆ្លើយនៅការិយាល័យផែនការសន្តិសុខនៃស្នងការឋាននគរបាលរាជធានីភ្នំពេញដែលការសាកសួរនោះមិនទាន់បានបញ្ចប់នៅឡើយទេដូច្នេះលទ្ធផលនៅមិនទាន់មានចំណាត់ការយ៉ាងណាដែរសូមជម្រាបថាកាលអំពីថ្ងៃទី16ខែមីនាឆ្នាំ2025លោកគ្រូជោគជ័យឈ្មោះប៊ុនរស្មីហៅប៊ុនផាកបានបង្ហោះនៅលើបណ្ដាញសង្គម Facebook របស់ខ្លួនដោយប្រើពាក្យយ៉ាងខ្លីថាកំចាត់ក្មេងទំនើងនិងចោលប្លន់ឲ្យបានទៅទើបអាចនិយាយថាយើងមានសន្តិភាពក្រោយអំពីគ្រូជោគជ័យបង្ហោះខ្លឹមសារនេះលើបណ្ដាញសង្គមគឺមានការផ្សព្វផ្សាយតគ្នាខ្លះបានវិប្រហាថាជាការមើលងាយដល់សមត្ថកិច្ចរាជរដ្ឋាភិបាលដែលកំពុងតែខិតខំប្រើប្រាស់កណ្ដាប់ដៃបង្ក្រាបបទល្មើសចោរលួចចោរប្លន់គ្រឿងញៀននិងក្មេងទំនើងដើម្បីរក្សាសន្តិសុខឲ្យមានសន្តិភាពនៅក្នុងសង្គមសូមស្នើឲ្យសមត្ថកិច្ចមានចំណាត់ការលើឈ្មោះប៊ុនផាកដែលប្រើពាក្យសម្ដីមិនគប្បីនេះខណៈពេលនោះឯកឧត្តមសេនីយ៍ឯកជួនណារិនអគ្គស្នងការរងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានប្រើប្រាស់ Page Facebook ផ្ទាល់ខ្លួនរបស់លោកថាក្នុងនាមខ្ញុំស្នងការនគរបាលរាជធានីភ្នំពេញបានឲ្យជំនាញខាងផ្នែកសន្តិសុខអញ្ជើញប្អូនម្ចាស់ Page ចូលមកស្នងការឋាននគរបាលរាជធានីភ្នំពេញដើម្បីជួយពន្យល់អំពីពាក្យថាសន្តិភាពបន្ទាប់អំពីលោកឧត្តមសេនីយ៍ឯកជួនណារិនស្នងការបានបង្ហោះសារឲ្យជំនាញផែនសន្តិសុខអញ្ជើញម្ចាស់ Page នោះឲ្យចូលខ្លួនដើម្បីពន្យល់ពាក្យសន្តិភាពនៅថ្ងៃទី17មីនាឆ្នាំ2025ផែនការសន្តិសុខនៃស្នងការនគរបាលរាជធានីភ្នំពេញក៏បានចេញលិខិតកោះហៅបុគ្គលម្ចាស់ Page នោះផងដែរបើតាមប្រភពព័ត៌មានបានដឹងថាក្រោយពេលដែលសមត្ថកិច្ចបានយកលិខិតកោះហៅនោះឲ្យឈ្មោះប៊ុនរស្មីហៅប៊ុនផាកអត់នៅផ្ទះទេពោលគឺគ្រូជោគជ័យទំនងចង់គេចវេះមិនចូលខ្លួនប៉ុន្តែទោះជាក្រោមហេតុផលយ៉ាងណាក្តីចាត់ទុកថា5ថ្ងៃកន្លងមកគឺនៅពេលព្រឹកថ្ងៃទី21ខែមីនាឆ្នាំ2025នេះម្ចាស់ Page ឈ្មោះប៊ុនរស្មីហៅប៊ុនផាកបានស្ម័គ្រចិត្តប្រគល់ខ្លួនចូលទៅបំភ្លឺសមត្ថកិច្ចហើយដោយរងចាំលទ្ធផលចុងក្រោយបើចឹងសូមបញ្ចប់នៅតំបន់នេះតែទំនេរសិនបងប្អូនដែលមិនទាន់បានចុច Subscribe បាទសូមជួយ Subscribe ដើម្បីទទួលបាននៅតំបន់ផ្សេងៗទៀតបាទសូមអរគុណនិងសូមគោរពលា